តើគណៈបកប្រជាធិបតេយ្យមូលដ្ឋានជ្រើសរើសមេភូមិដោយរបៀបណានេះជាសិភៅបៃតងជាគោលនយោបាយរបស់គណៈបកប្រជាធិបតេយ្យមូលដ្ឋានក្នុងការដឹកនាំរដ្ឋនៅក្នុងប្រការទី81និយាយអំពីការជ្រើសរើសមេភូមិនឹងត្រូវបានជ្រើសរើសដោយផ្ទាល់ពីប្រជាពលរដ្ឋនៅក្នុងភូមិរបស់គាត់តាមរយៈការបោះឆ្នោតបុគ្គលដែលអាចចូលឈ្មោះបោះឆ្នោតជាមេភូមិបានគឺបេក្ខភាពជាមេភូមិត្រូវបើកចំហឲ្យបុគ្គលឯករាជ្យចូលឈ្មោះបោះឆ្នោតជាមេភូមិបានក្រោយពេលបោះឆ្នោតជាប់ជាមេភូមិហើយមេភូមិត្រូវជ្រើសរើសអនុភូមិនិងជំនួយការភូមិដោយខ្លួនឯងដើម្បីបង្កើតគណៈកម្មការដឹកនាំភូមិមួយបើសិនជាបេក្ខជនមេភូមិដែលបានជ្រើសរើសហើយជាសមាជិកគណៈបកនយោបាយណាមួយនោះយើងគណៈបកប្រជាធិបតេយ្យមូលដ្ឋានតម្រូវឲ្យគាត់លាលែងចេញពីគណៈបកនយោបាយដើម្បីឲ្យខ្លាយទៅជាបុគ្គលឯករាជ្យជាមេភូមិឯករាជ្យនៅក្នុងភូមិនោះឲ្យតម្រូវឲ្យមេភូមិនោះមានសិទ្ធិមានអំណាចគ្រប់គ្រាន់ក្នុងការអនុវត្តការងារប្រចាំថ្ងៃជូនប្រជាពលរដ្ឋក្នុងភូមិរបស់គាត់ធ្វើបែបនេះមេភូមិនឹងមិនមានសម្ពាធពីគណៈបកនយោបាយឲ្យធ្វើកិច្ចការងារដោយតម្លាភាពបាទនេះជានីតិវិធីក្នុងការជ្រើសរើសមេភូមិរបស់គណៈបកប្រជាធិបតេយ្យមូលដ្ឋាន